អ្នកមានឥទ្ធិពលធំៗក្នុងវិស័យចម្រៀងរ៉េបរួមគ្នាដកខាត់យុវជនចំនួនថ្មីក្នុងកម្មវិធី Campo Rapper ដើម្បីផ្ដល់ក្តីស្រមៃដល់បេក្ខជនឆ្នើមស្របពេលកម្មវិធីប្រឡងចម្រៀងរ៉េប Campo Rapper គៀកដល់ការវគ្គប្រកួតផ្ដាច់ព្រាត់កាន់តែធ្វើឲ្យមានការផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងនោះដែលមានការលេចលឺព័ត៌មានថាអ្នកមានឥទ្ធិពលធំក្នុងវិស័យចម្រៀងរ៉េបបានចូលរួមជាមួយនឹងផលិតកម្ម Galaxy ដែលជាអ្នកផ្ដួចផ្ដើមបង្កើតកម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់អន្តរជាតិនេះពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីប្រឡងចម្រៀងរ៉េប Campo Rapper កាន់តែទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនាដោយសារបេក្ខជនក្នុងក្រុមនីមួយៗពោពេញទៅដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកនៅក្នុងការជ្រើសរើសជាក់ស្ដែងនៅក្នុងសប្តាហ៍វគ្គទី2ក្នុងវគ្គ United នេះមានបេក្ខជនឆ្នាំជាច្រើនដែលចាប់ដៃគ្នាធ្វើជាបទចម្រៀងជាក្រុមដើម្បីប្រកួតប្រជែងគ្នាទន្ទឹមនឹងការប្រកួតប្រជែងដើម្បីរកបេក្ខជនឆ្នាំបំផុតនេះក៏មានអ្នកមានឥទ្ធិពលជាច្រើនអ្នកនៅពីក្រោយនៅក្នុងការចូលរួមជាមួយនឹង Galaxy ដើម្បីរៀបចំឲ្យកម្មវិធីប្រឡងចម្រៀង Rap Campo Rapper ដំណើរការទៅមុខបានយ៉ាងដោយរលូនតាមប្រភពមួយបង្ហាប់ឲ្យដឹងថាផលិតកម្ម Galaxy និងក្រុមហ៊ុនខ្មែរ Beverage បានសហការគ្នាបង្កើតកម្មវិធីប្រឡងចម្រៀងនេះឡើងគឺដើម្បីស្វែងរកម្ចាស់ជាលភី100លានរៀលនិងបន្តក្តីស្រមៃដល់បេក្ខជនឆ្នាំដែលចង់ឈរជើងនៅក្នុងវិស័យចម្រៀងរ៉េបមិនតែប៉ុណ្ណោះកម្មវិធីប្រកួតប្រជែងចម្រៀងរ៉េប Campo Rapper ក៏មានការចូលរួមសហការរៀបចំពីផលិតកម្ម Club Johans និង CG Movement ជាដើមដើម្បីដកខាត់យុវជនចំនួនថ្មីឲ្យក្លាយជាអ្នកចម្រៀងរ៉េបដ៏ខ្លាំងពូកែនៅក្នុងវិស័យតន្ត្រីរ៉េបនៅប្រទេសកម្ពុជាឈានដល់វគ្គសប្តាហ៍ទី2ក្នុងវគ្គ United បេក្ខជនឆ្នាំជាច្រើនពោពេញទៅដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកនៅក្នុងការជ្រើសរើសអ្នកខ្លាំងលើខ្លាំងនិងមានទេពកោសល្យលើគេទើបអាចបន្តក្តីស្រមៃខ្លះជាម្ចាស់ជាលភីបានកុំភ្លេចចូលរួមទស្សនាកម្មវិធីចម្រៀង Rap Campo Rapper ដែលមានការចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ CTN ដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់គ្នា